ថ្ងៃនេះខ្ញុំចង់ចែករំលែកគោលការណ៍សំខាន់3ដើម្បីបង្កើតភាពជាប់លាប់ក្នុងជីវិតសួស្តីទាំងអស់គ្នាសួស្តីបងប្អូនថ្ងៃនេះយើងនឹងរៀនអំពីប្រធានបទភាពជាប់លាប់បង្កើតជីវិតដែលធ្វើឲ្យយើងមានមោទនភាពមុននឹងចាប់ផ្ដើមខ្ញុំសូមសួរអ្នកមួយសំណួរតើមានប្រមាណអ្នកធ្លាប់មានអារម្មណ៍ថាខ្ញុំអាចធ្វើបានល្អជាងនេះខ្ញុំមានសមត្ថភាពច្រើនជាងនេះខ្ញុំមានក្តីសុបិនធំជាងនេះប៉ុន្តែចុងក្រោយខ្ញុំមិនទាន់បានធ្វើឲ្យចូលលាប់ទេបើអ្នកមានអារម្មណ៍បែបនេះសូមឆ្លើយដោយស្មោះត្រង់ឬសូមឆ្លើយក្នុងចិត្តថាខ្ញុំធ្លាប់តាមចម្លើយដែលទទួលបានមកទាំងអស់គ្នាមិនមែនជាមនុស្សតែម្នាក់ឯងទេដែលធ្លាប់មានអារម្មណ៍បែបនេះមនុស្សជាច្រើនមានសមត្ថភាពមនុស្សជាច្រើនមានគំនិតល្អៗមនុស្សជាច្រើនមានបំណងផ្លាស់ប្ដូរជីវិតប៉ុន្តែបញ្ហាគឺយើងមិនចាប់ផ្ដើមប៉ុន្តែយើងមិនបានបន្តឲ្យជាប់លាប់យើងមានកម្លាំងចិត្តថ្ងៃនេះប៉ុន្តែវាបាត់ទៅវិញនៅថ្ងៃស្អែកយើងនិយាយថាយើងចង់ផ្លាស់ប្ដូរប៉ុន្តែពេលដែលយើងរវល់យើងត្រឡប់ទៅទម្លាប់ចាស់វិញការពិតមួយដែលយើងត្រូវទទួលស្គាល់សមត្ថភាពតែមួយមិនគ្រប់គ្រាន់ទេគំនិតល្អមួយមិនគ្រប់គ្រាន់ទេក្តីសុបិនធំមួយមិនគ្រប់គ្រាន់ទេអ្វីដែលធ្វើឲ្យក្តីសុបិនខ្លាចជាការពិតគឺពាក្យមួយឃ្លាភាពជាប់លាប់និយាយតាមខ្ញុំភាពជាប់លាប់គឺជាកម្លាំងរបស់ខ្ញុំសូមជម្រាបទៀតភាពជាប់លាប់គឺជាកម្លាំងរបស់ខ្ញុំភាពជាប់លាប់មិនមែនជាការធ្វើរឿងធំម្ដងម្កាលទេភាពជាប់លាប់គឺជាការធ្វើរឿងតូចៗឲ្យបានជារៀងរាល់ថ្ងៃសិស្សម្នាក់មិនខ្លាចទៅជាសិស្សពូកែដោយអានសៀវភៅតែមួយយប់មុនពេលប្រឡងទេគាត់ខ្លាចជាសិស្សពូកែព្រោះគាត់រៀនបន្តិចរាល់ថ្ងៃបុគ្គលិកមិនរីកចម្រើនដោយសារការខិតខំតែថ្ងៃដែលមានគេចាំមើលទេគាត់រីកចម្រើនព្រោះគាត់ធ្វើការងារដោយមានទំនួលខុសត្រូវទោះគ្មាននរណាម្នាក់ចាំមើលគាត់ក៏ដោយមនុស្សម្នាក់មិនមានសុខភាពល្អដោយសារការហាត់ប្រាណខ្លាំងតែមួយថ្ងៃទេគាត់មានសុខភាពល្អព្រោះគាត់ធ្វើលំហាត់ប្រាណញ៉ាំអាហារល្អនិងថែទាំខ្លួនឯងបន្តិចរាល់ថ្ងៃគ្រួសារមួយមិនខ្លាចទៅជាគ្រួសាររឹងមាំដោយពាក្យស្រឡាញ់ម្ដងកាលទេភាពរឹងមាំព្រោះមានភាពយកចិត្តទុកដាក់ការស្ដាប់ការអត់ធ្មត់និងការអនុគ្រោះគ្នាជារៀងរាល់ថ្ងៃនេះហើយគឺជាកម្លាំងពិតនៃភាពជាប់លាប់វាមិនសូវមានភាពរំភើបដោយការចាប់ផ្ដើមទេវាមិនសូវមានសម្លេងសរសើរច្រើនទេប៉ុន្តែវាជារឿងដែលសាងជីវិតយើងម្ដងបន្តិចឥឡូវនេះសូមសួរខ្លួនឯងស្ងាត់តើមានរឿងណាមួយដែលយើងដឹងថាគួរធ្វើប៉ុន្តែខ្ញុំនៅតែពន្យាពេកតើវាជាការអានសៀវភៅមែនទេការហាត់ប្រាណមែនទេការសន្សំប្រាក់មែនទេការរៀនភាសាអង់គ្លេសមែនទេការចាប់ផ្ដើមគម្រោងផ្ទាល់ខ្លួនមែនទេការថែទាំគ្រួសារមែនទេឬការបញ្ចប់កិច្ចការមួយដែលអ្នកកិច្ចវេះយូរហើយមកទាំងអស់គ្នាខ្ញុំសូមនិយាយដោយត្រង់មនុស្សជាច្រើនមិនប្រាជ័យដោយគ្មានសមត្ថភាពទេពួកគេប្រាជ័យព្រោះពួកគេចាប់ផ្ដើមហើយបោះបង់លឿនពេកពេលដំបូងយើងមានកម្លាំងចិត្តខ្លាំងយើងនិយាយថាចាប់ពីថ្ងៃស្អែកខ្ញុំនឹងផ្លាស់ប្ដូរយើងនឹងអានសៀវភៅរាល់ថ្ងៃខ្ញុំនឹងអានសៀវភៅរាល់ថ្ងៃខ្ញុំនឹងហាត់ប្រាណរាល់ព្រឹកខ្ញុំនឹងឈប់ពន្យាពេលទៀតហើយប៉ុន្តែបន្ទាប់ពីមួយសប្តាហ៍យើងនឿយហត់យើងរវល់យើងបាត់កម្លាំងចិត្តហើយយើងនិយាយថាចាំពីក្រោយចាំខ្ញុំមានពេលចាំខ្ញុំមានអារម្មណ៍ចង់ធ្វើប៉ុន្តែការផ្លាស់ប្ដូរប្រកបមិនចាំតែអារម្មណ៍ប៉ុណ្ណោះទេព្រោះអារម្មណ៍ឡើងចុះមិនឈប់កម្លាំងចិត្តបូកហើយទៅវិញប៉ុន្តែវិន័យនៃភាពជាប់លាប់គឺជាអ្វីដែលយើងត្រូវតែហាត់សូមនិយាយតាមខ្ញុំមិនចាំបាច់មានអារម្មណ៍ល្អរាល់ថ្ងៃទេខ្ញុំត្រូវការធ្វើរឿងត្រឹមត្រូវខ្ញុំមិនចាំបាច់មានអារម្មណ៍អត់ខ្ជិះទេខ្ញុំត្រូវការភាពជាប់លាប់មិត្តទាំងអស់គ្នាវិន័យមិនមែនមានន័យថាយើងមិនហត់ទេវិន័យមានន័យថាទោះយើងហត់ក៏យើងនៅតែបន្តធ្វើជំហានតូចដែរវិន័យមិនមែនមានន័យថាយើងធ្វើបានធំរាល់ថ្ងៃទេវាមានន័យថាយើងធ្វើរឿងតូចដែលសំខាន់ឲ្យបានជាបន្តថ្ងៃនេះខ្ញុំចង់ចែករំលែកគោលការណ៍សំខាន់3ដើម្បីបង្កើតភាពជាប់លាប់ក្នុងជីវិតគោលការណ៍ទី1ត្រូវដឹងឲ្យច្បាស់ថាហេតុអ្វីបានជាអ្នកចង់ធ្វើវាមនុស្សជាច្រើនចាប់ផ្ដើមដោយសួរថាតើត្រូវធ្វើអ្វីប៉ុន្តែសំណួរដែលសំខាន់ជាងនេះគឺហេតុអ្វីខ្ញុំត្រូវធ្វើវាបើហេតុរបស់អ្នកខ្សោយភាពជាប់លាប់របស់អ្នកនឹងខ្សោយដែរបើហេតុរបស់អ្នកច្បាស់នឹងមានន័យអ្នកនឹងមានកម្លាំងចិត្តទោះពិបាកក៏ដោយសូមសួរខ្លួនឯងហេតុអ្វីខ្ញុំចង់រៀនហេតុអ្វីខ្ញុំចង់ធ្វើការឲ្យបានល្អហេតុអ្វីខ្ញុំចង់សន្សំប្រាក់ហេតុអ្វីខ្ញុំចង់មានសុខភាពល្អហេតុអ្វីខ្ញុំចង់ក្លាយទៅជាមនុស្សល្អជាងមុនប្រហែលជាអ្នកធ្វើវាដើម្បីអនាគតរបស់អ្នកប្រហែលជាអ្នកធ្វើវាដើម្បីជួយគ្រួសារប្រហែលជាអ្នកធ្វើវាដើម្បីកុំឲ្យជីវិតរបស់អ្នកនៅកន្លែងដដែល
ប្រហែលជាអ្នកធ្វើវាដើម្បីខ្លាយជាគំរូល្អសម្រាប់កូនបងប្អូននិងមនុស្សជំនាន់ក្រោយនិងមនុស្សជំនាន់ខ្លួនពេលហេតុអ្វីរបស់អ្នកខ្លាំងរបៀបធ្វើនឹងចាប់ផ្ដើមច្បាស់ពេលបេះដូងរបស់អ្នកដឹងថាអ្នកកំពុងធ្វើអ្វីជើងរបស់អ្នកនឹងមានកម្លាំងដើរបន្តសូមបំពេញប្រយោគនេះនៅក្នុងចិត្តខ្ញុំចង់មានភាពជាប់លាប់ក្នុងរឿងព្រោះកុំឲ្យគោលការណ៍របស់អ្នកនៅតែពាក្យទៅទេចូលភ្ជាប់វាជាមួយនឹងហេតុផលពិតភ្ជាប់វាជាមួយនឹងគ្រួសារភ្ជាប់វាជាមួយអនាគតភ្ជាប់វាជាមួយតម្លៃក្នុងជីវិតរបស់អ្នកគោលការណ៍ទី2កុំធ្វើដំណើរតែម្នាក់ឯងត្រូវមានអ្នកជួយរំលឹកនិងទទួលខុសត្រូវជាមួយអ្នកយើងទាំងអស់គ្នាងាយស្រួលអត់ឱនឲ្យខ្លួនឯងណាស់យើងអាចរកលេសបានច្រើនថ្ងៃនេះចូលរវល់ថ្ងៃនេះនឿយហត់ចាំថ្ងៃស្អែកមិនអីទេខកមួយថ្ងៃប៉ុណ្ណោះប៉ុន្តែបញ្ហាគឺមួយថ្ងៃអាចคล้ายទៅជាមួយសប្តាហ៍មួយសប្តាហ៍អាចคล้ายទៅជាមួយខែហើយចុងក្រោយយើងត្រឡប់ទៅចំណុចចាស់វិញដូច្នេះសូមរកមនុស្សម្នាក់ឬក្រុមតូចមួយដែលអាចទុកចិត្តបានអាចជាមិត្តភក្តិបងប្អូនគ្រូមិត្តរួមការងារឬមនុស្សដែលមានគោលការណ៍ដូចនេះប្រាប់គាត់ដោយសាមញ្ញថាខ្ញុំកំពុងព្យាយាមបង្កើតទំនុកថ្មីមួយសូមជួយសួរខ្ញុំម្ដងម្កាលថាខ្ញុំបានធ្វើវាហើយឬនៅអ្នកមិនចាំបាច់ប្រាប់គោលការណ៍របស់អ្នកទៅមនុស្សគ្រប់គ្នាទេមិនចាំបាច់ប្រកាសជាចំហលើបណ្ដាញសង្គមទេតែត្រូវមានមនុស្សតិចតួចដែលស្មោះត្រង់និងជួយអ្នកមិនឲ្យគេចវេសពីការសន្យារបស់ខ្លួនមនុស្សល្អនៅជុំវិញអ្នកនឹងជួយរំលឹកអ្នកនៅពេលដែលអ្នកភ្លេចជួយលើកទឹកចិត្តអ្នកនៅពេលអ្នកនឿយហត់ហើយជួយសួរយ៉ាងត្រង់ពេលដែលអ្នកចាប់ផ្ដើមរកលេសតើមនុស្សម្នាក់ណាដែលអ្នកអាចសុំឲ្យជួយរំលឹកអ្នកបានបើអ្នកគិតឃើញឈ្មោះម្នាក់ហើយសូមចាំឈ្មោះនៅក្នុងចិត្តថ្ងៃនេះឬល្ងាចនេះសូមផ្ញើសារទៅគាត់គម្រោងចាំយូរគោលការណ៍ទី3បង្កើតប្រព័ន្ធសកម្មភាពប្រចាំថ្ងៃគុំអាស្រ័យទៅលើកម្លាំងចិត្តតែមួយមនុស្សជាច្រើននិយាយថាខ្ញុំដឹងថាត្រូវធ្វើអ្វីហើយប៉ុន្តែខ្ញុំធ្វើមិនជាប់លាប់មូលហេតុគឺពួកគេពឹងផ្អែកទៅលើកម្លាំងចិត្តច្រើនពេកប៉ុន្តែភាពជាប់លាប់មិនកើតឡើងដោយកម្លាំងចិត្តតែមួយទេវាកើតឡើងដោយប្រព័ន្ធវាកើតឡើងដោយទម្លាប់វាកើតឡើងដោយការរៀបចំប្រតិកម្មឲ្យងាយស្រួលក្នុងការធ្វើរឿងត្រឹមត្រូវបើអ្នកចង់អានសៀវភៅកុំគ្រាន់តែនិយាយថាខ្ញុំនឹងអាននៅពេលមានពេលត្រូវកំណត់ពេលឧទាហរណ៍ខ្ញុំនឹងអាន10នាទីមុនចូលគេងបើអ្នកចង់ហាត់ប្រាណកុំគ្រាន់តែនិយាយថាខ្ញុំចង់ហាត់ប្រាណថ្ងៃណាមួយត្រូវរៀបចំស្បែកជើងនិងសម្លៀកបំពាក់ហាត់ប្រាណជាមុនសិនបើអ្នកចង់សន្សំប្រាក់គម្រោងចាំមានប្រាក់ច្រើនទើបសន្សំចាប់ដើមសន្សំតូចចាប់ដើមពីចំនួនតូចហើយធ្វើវាឲ្យទៀងទាត់បើអ្នកចង់រៀនជំនាញថ្មីគម្រោងចាំដ៏មានវគ្គធំចាប់ដើមពី15នាទីក្នុងមួយថ្ងៃខ្ញុំចង់ផ្ដល់វិធីសាមញ្ញ3ជំហានជំហានទី1ចាប់ដើមតូចកុំចាប់ដើមដោយសន្យាធំពេកកុំសន្យាថាអ្នកនឹងអានសៀវភៅ2ម៉ោងរាល់ថ្ងៃបើអ្នកមិនទាន់បានអាន20នាទីជាប់លាប់ទេកុំសន្យាថាអ្នកនឹងហាត់ប្រាណ1ម៉ោងរាល់ថ្ងៃបើអ្នកមិនទាន់បានដើរ10នាទីបានជាប់លាប់ផងនោះចូលចាប់ដើមតូចដល់ថ្នាក់ដែលអ្នកគ្មានលេសក្នុងការមិនធ្វើសកម្មភាពនោះឡើយឧទាហរណ៍អាន5ទំព័រដើរ10នាទីសន្សំ$1រៀនពាក្យថ្មី5ពាក្យសរសេរគោលដៅថ្ងៃនេះ3ចំណុចសម្អាតតុការងារ5នាទីសូមនិយាយតាមខ្ញុំនឹងចាប់ដើមតូចប៉ុន្តែខ្ញុំមិនជប់ទេជំហានទី2ធ្វើវាឲ្យងាយស្រួលបើអ្នកចង់អានសូមដាក់សៀវភៅនៅកន្លែងដែលអ្នកងាយឃើញបើអ្នកចង់ហាត់ប្រាណចូលរៀបចំសម្លៀកបំពាក់ហាត់ប្រាណទុកជាមុនសិនបើចង់ផឹកទឹកឲ្យបានច្រើនសូមដាក់ដបទឹកនៅក្បែរខ្លួនបើអ្នកចង់កាត់បន្ថយការលេងទូរស័ព្ទសូមដាក់ទូរស័ព្ទឲ្យឆ្ងាយពីគ្រែគេងនៅពេលយប់ចូលគុំបង្កើតទម្លាប់ថ្មីក្នុងបរិយាកាសដែលប្រឆាំងនឹងអ្នកចូលរៀបចំបរិយាកាសឲ្យជួយអ្នកជំហានទី3ភ្ជាប់ទម្លាប់ថ្មីជាមួយទម្លាប់ចាស់នេះជាវិធីងាយប៉ុន្តែមានប្រសិទ្ធភាពយើងហៅថាភ្ជាប់ទម្លាប់ឧទាហរណ៍បន្ទាប់ពីដុសធ្មេញពេលព្រឹកខ្ញុំនឹងអានសៀវភៅ5នាទីបន្ទាប់ពីផឹកកាហ្វេខ្ញុំសរសេរកិច្ចការសំខាន់3យ៉ាងសម្រាប់ថ្ងៃនេះបន្ទាប់ពីបាយល្ងាចខ្ញុំនឹងដើរ10នាទីមុនពេលចូលគេងខ្ញុំនឹងគិតពីរឿងល្អ3យ៉ាងដែលខ្ញុំបានធ្វើនៅថ្ងៃនេះឥឡូវសូមបំពេញប្រយោគទាំងនេះក្នុងចិត្តបន្ទាប់ពីខ្ញុំនឹងនេះហើយគឺជាវិធីធ្វើឲ្យទម្លាប់ថ្មីងាយចាប់ផ្ដើមនិងងាយបន្តមើលទាំងអស់គ្នាខ្ញុំចង់ឲ្យអ្នកចងចាំរឿងមួយភាពជាប់លាប់មិនមែនមានន័យថាអ្នកមិនដែលដួលនោះទេវាមានន័យថា
bà nè đua hơi nè cao lần vậy hay khác nè thơ bà lộ hay khác nè thơ bàn tạch hay khác và hai chỉ nè khó khăn bàn tay cùng an nhan ở cả khó khăn một tháng ấy khác thì chỉ cả bỏ bong một chỉ vận bà khó khăn này sống từ lọt một vấn đề thời giải bà thơ bàn tạch còn nơi tay lọ chiên mình thưa xong bà đai chứ còn nơi tay lọ chiên chút nơi còn lại là đèn sống như vậy tại nhóm an nhan ở khuôn ấy chập đám là người nhóm mình bằng bong khuôn này thì nhóm nó mình to tốt cả đời mất được ở kia quay để ở cha bằng phật ông pi phép cho lót cử quý bằng cái tầm nộp chặt được khuôn này rồi bây giờ này son nhà chỉ một khuôn này hỏi nè thua bìa tu chỉ đừng tốt cả đời nè tầm phong tại bạc khuôn này thả nhóm ai tục chặt khuôn này bàn bắt tay rồi bây giờ này son nhà hỏi mình thua chỉ nhục nhóp nè con đừng bật bằng tầm một chất được khuôn ấy bật tịnh non thì đồng đài đôi chân ấy cùng son nhà thủ bì son nhà tốt bắt tay thua bật son nhà sờ máy bắt tay thua chọc lọ son nhà tách bắt tay group bị rồi bật luôn sống chưa được rừng muội mình mấy rừng đọt tề mình mấy rừng thum ắt chọc tề tay rừng tôi muội đàn này ai chọc đam được ngày đi bàn tay rừng tôi muội nó cứ chỉ vậy an đồng ti đa đồng tiรีบทำไมปราปีสเสกูได้ประจำทั้งไงส่วนสองประติดตัวรีบจับตุ๊กตัวสับไปสู้สกตุ๊กไปปมได้บรรจบการในมวยแต่เนี่ยบานไปเยี่ยเปลส้มเลยของจัดเอาจะบ่าทั้งไงนี่ขึ้นหนึ่งจับดาวหายส้มปันไทยประโยงมือเตียนขึ้นหนึ่งทัวร์เวียนเนยเปลอุทิศทั้งไงนี่ขึ้นหนึ่งอาเซเฟอร์ดับมิตีมนเปลจูเกมทั้งไงนี่ขึ้นหนึ่งดาวดับมิตีมันต่อปีใบหนึ่งเองថ្ងៃនេះខ្ញុំនឹងរៀនពាក្យអង់គ្លេស5ពាក្យបន្ទាប់ពីផឹកកាហ្វេពេលព្រឹកពេលអ្នកកំណត់ឲ្យច្បាស់អ្នកនឹងងាយស្រួលចាប់ដើមជាងមុនកុំចាំថ្ងៃច័ន្ទកុំចាំខែក្រោយកុំចាំរហូតដល់ជីវិតស្ងប់កុំចាំរហូតដល់អ្នកមានអារម្មណ៍រួចរាល់ជីវិតមិនមែនរួចរាល់ឥតខ្ចោះទេការចាប់ដើមពិតគឺចាប់ដើមនៅពេលដែលយើងមិនតន់ល្អឥតខ្ចោះប៉ុន្តែយើងសម្រេចចិត្តថាយើងនឹងធ្វើមួយជំហានម្ដងមួយជំហានម្ដងមកទាំងអស់គ្នាពិភពលោកមិនត្រូវការមនុស្សដែលនិយាយច្រើនតែធ្វើតិចទេគ្រួសាររបស់យើងមិនត្រូវការពាក្យសន្យាប្រទេសឬទេអនាគតរបស់យើងមិនត្រូវការសម័យតែប៉ុណ្ណោះទេអនាគតរបស់យើងត្រូវការសកម្មភាពតូចសកម្មភាពស្មោះត្រង់សកម្មភាពដែលធ្វើរាល់ថ្ងៃសូមនិយាយតាមខ្ញុំមុនពេលបញ្ចប់ខ្ញុំនឹងមានសមត្ថភាពខ្ញុំទទួលខុសត្រូវចំពោះជីវិតរបស់ខ្ញុំនឹងចាប់ដើមតូចខ្ញុំនឹងធ្វើឲ្យងាយស្រួលខ្ញុំនឹងធ្វើឲ្យជាប់លាប់ខ្ញុំនឹងក្លាយជាមនុស្សដែលមានមោទនភាពមកទាំងគ្នាកុំមើលស្រាលមួយថ្ងៃដែលអ្នកអានមួយថ្ងៃដែលអ្នករៀនមួយថ្ងៃដែលអ្នកហាត់ប្រាណមួយថ្ងៃដែលអ្នកសន្សំមួយថ្ងៃដែលអ្នកថែរក្សាគ្រួសារមួយថ្ងៃដែលអ្នកមិនបោះបង់មួយថ្ងៃនោះកំពុងកសាងអនាគតរបស់អ្នកជីវិតមិនផ្លាស់ប្ដូរដោយសារការសន្យាធំតែមួយពេលទេជីវិតផ្លាស់ប្ដូរដោយសាររឿងតូចដែលយើងធ្វើជារាល់ថ្ងៃចាប់ផ្ដើមថ្ងៃនេះចាប់ផ្ដើមពីរឿងតូចមួយធ្វើឲ្យងាយស្រួលរកមនុស្សដែលជួយរំលឹកភ្ជាប់វាធ្វើជាមួយទម្លាប់ដែលអ្នកធ្វើរួចហើយបន្តទោះបន្តិចក៏ដោយថ្ងៃមួយដែលអ្នកត្រឡប់ក្រោយអ្នកនឹងឃើញថាអ្វីដែលផ្លាស់ប្ដូរជីវិតអ្នកមិនមែនជាការធ្វើធំម្ដងទេប៉ុន្តែវាជាការមិនបោះបង់ក្នុងរឿងតូចរាល់ថ្ងៃសូមចាប់ដើមថ្ងៃនេះព្រោះអនាគតរបស់អ្នកមិនសាងសង់នៅថ្ងៃណាមួយឆ្ងាយទេវាត្រូវបានសាងសង់ដោយសកម្មភាពរបស់អ្នកនៅថ្ងៃនេះសូមអរគុណ